បើចង់ទៅលេងកោះតោះរៀងជីទូកឬឧបរប៉ុន្តែនៅកោះមួយនេះគ្រាន់តែដើរតាមស្ពានក៏អាចទៅដល់ដែរកោះដែលខ្ញុំកំពុងតែនិយាយហ្នឹងគឺមានឈ្មោះថាកោះសំពោចឬក៏កោះរាជបុត្រដែលមានទីតាំងស្ថិតនៅក្នុងខេត្តបរសៃអនុយើងនឹងឯងតោះទៅទស្សនាក៏ដូចជាគយគន់ទេសភាពនៅលើភ្នំទាំងមួយជាមួយខ្ញុំទាំងអស់គ្នាសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កោះរាជបុត្រកោះសំពោចតាវ៉ាវសុទ្ធតែក្តាមកប់សេរីលោកនៅអីណាបងក៏ដូចគ្នាហាត់អត់នាំកូនដើរលេងនេះគេដាក់ភ្លើងដាក់អីណានេះយប់ឡើងខ្ញុំបាញ់ឡើងលើមេទេមកភ្លើងប៉ុណ្ណានេះអូមានកៅយឹតមើលទៀតកៅយឹតតោះមើលកៅយឹតទេសភាពមើលពីលើកោះទៅឥឡូវគឺយើងកំពុងតែនៅលើកោះសំពោចឬក៏គេហៅថាកោះរាជបុត្រស្អាតមែនតើថ្ងៃលិចទៅនៅកន្លែងនេះពេលល្ងាចឡើងអីមកថតថ្ងៃលិចអែមនេះច្បាស់ HD ហ្មងនេះខាងខំមើលដល់ណានេះមើលឃើញដល់ណាមើលឃើញដល់អ្នក subscribe เสร็จដល់ហើយ brother ខ្យល់ត្រជាក់លហើយនិយាយទៅ fresh ហ៎នឹងមើលស្អីណាបន្ទាប់ពីកយគុណទេសភាពអស់ចិត្តហើយឥឡូវគឺយើងចាប់ផ្ដើមនាំគ្នាចុះទៅវិញហើយឥឡូវហ្នឹងគឺពួកយើងកំពុងតែនៅលើកោះរាជបុត្រកន្លែងស្អាតអែមបើកោះរាជបុត្រឬក៏កោះសំពោចហ្នឹងមានតែកន្លែងថតប៉ុណ្្នឹងឯងប៉ុន្តែគាត់ថាបើនៅខាងក្រោយនោះគឺយើងអាចលេងជាមួយនឹង activity ផ្សេងវាមានច្រើនណាស់បងចុះតាមនេះទៅតាមហ្នឹងចោតទៅចុះតាមហ្នឹងមានអ្នកកាន់ទៅបើដល់ថ្ងៃមិញអញ្ចឹងយើងនាំគ្នាជិះឡានហើយយើងនាំគ្នាជិះទូកមើលព្រៃកោងកាងហ្នឹងដូចជាព្រែកសំពោចដែរឈ្មោះព្រែកសំពោចហ្នឹងហើយក្រៅពីជិះទូកមើលព្រៃកោងកាងក៏មានជិះកាយ៉ាក់ដែរហើយមួយទៀតនិយាយទៅទឹកនៅនេះស្អាតថ្លាហើយរាក់នៅបងសោមនៅគ្នាតែគាត់ថាមកស្អាតជាងខាងឆ្នេរមើលឆ្នេរអូត្រេសឆ្នេរអូសទៀលនិយាយទៅមកកណាត់ខាងនោះទឹកយើងអត់ដូចថាយើងពណ៌ចេញពណ៌ដោះគោអញ្ចឹងតែបើសិននៅនេះគឺពណ៌ទឹកសមុទ្រគឺទឹកសមុទ្រសតហ្មងទឹកសមុទ្រពណ៌ហើយបងនិយាយកន្លងវិញហ្នឹងហើយនៅលើកោះហ្នឹងមានមួយកន្លែងទៀតដែលពួកខ្ញុំដឹងតែពួកខ្ញុំអត់ទាន់បានទៅហើយក៏អត់ទាន់បានឃើញដែរគ្រាន់តែថាឮព័ត៌មានគេនិយាយកន្លែងហ្នឹងដូចជាគេហៅភ្នំប្រែកបែកយើងជិះចរាយន្តប្រអប់ចាចរាកញ្ចក់ចរាយន្តប្រអប់ហ្នឹងជិះពីក្រោមឡើងទៅលើមើលមកក្រៅវិញហ្នឹងមានអារម្មណ៍ថាលយពួកឯងធ្លាប់តែឃើញវីដេអូនៅខាងប្រទេសគេប៉ុន្តែនៅប្រទេសខ្មែរយើងក៏មានដែរប៉ុន្តែអត់ដឹងថាពេលណាអត់បានទៅលេងទេហើយគាត់ប្រាប់ថានៅហ្នឹងមានកន្លែងលេងកន្លែងថតឲ្យច្រើនថាទេសភាពក៏ល្អ ឆាប់ហ្នឹងគេមានកន្លែងធ្វើកន្លែងបោះតង់ដែរតែឥឡូវគេរៀបចំអត់ទាន់ហើយយើងទៅគេអត់ទាន់អាចបោះតង់ខ្លាចមូសខាំភ្ញៀវណាគេថានៅសមុទ្រអត់មានមូសពុតធំណាតោះ
តមកទៅខាងនោះវិញអើយថ្មវាអ្នកបងតែអ្នកទៅសេឈ្មោះនៅលើនេះមហាចង្រៃតែមកយកអីលុបមិញទេ យកស្លឹកឈើ តែមកយកសាច់ឈើលុបមិញទេ